រាល់សកម្មភាពក្នុងការអនុវត្តទូនាទីភារកិច្ចរបស់ខ្លួនប្រសិនបើប្រព្រឹត្តបទល្មើសខុសច្បាប់និងទទួលទោសតាមចំពោះមុខច្បាប់ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ពនឹងទទួលវិន័យទណ្ឌកម្មខ្ញុំបាទសូមឲ្យលោកផែងវណ្ណៈធ្វើការបកស្រាយនិងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្ដីដែលបានផ្សព្វផ្សាយនិងជាប្រមាថមកលើកងរាជអាវុធហត្ថយើងខ្ញុំនេះខ្លីដែលគាត់ស្នើឲ្យខ្ញុំគាត់ទៅសេអីពីលើសេទៅតែទី1គាត់ចោទថាខ្ញុំជាប្រមាថលើបុគ្គលនិងអង្គភាពអាវុធហត្ថហើយគាត់សូមឲ្យយើងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្ដីដែលបានផ្សព្វផ្សាយនឹងការជាប្រមាថមកលើកងរាជអាវុធហត្ថយើងខ្ញុំសូមធ្វើការបំភ្លឺដូចតទៅទី1ខ្ញុំបានទទួលការសុំជំនួយអន្តរាគមន៍ពីបងប្អូនតាន់កំសួរពាក់ព័ន្ធទៅនឹងការប្រើប្រាស់សិទ្ធិអំណាចរំលោភអំណាចរបស់បុគ្គលសាំងសារ៉ាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះដោយគ្រាន់តែបងប្អូនតាន់កំសួរស្នើរាយការណ៍ទៅអំពីបទល្មើសព្រៃឈើនិងស្នើសុំឲ្យមានការអន្តរាគមន៍អញ្ចឹងមិនមកអន្តរាគមន៍ចាប់ជនល្មើសបែរជាមកសួររកលិខិតបេសកកម្មអញ្ចឹងសួរថាតើទង្វើហ្នឹងត្រឹមត្រូវទេបាទនេះនិយាយរឿងហេតុមួយនៅកាត់ហេតុមួយនៅខេត្តកញ្ចេះហើយចង់បំភ្លឺរឿងអីផ្សេងឡើងទៀតមានច្រើនណាខ្ញុំអត់ចង់ពង្រីករឿងទេតាំងពីឆ្នាំ2017នៅខេត្តមណ្ឌលគិរីក៏មានបទល្មើសព្រៃឈើនៅទីនោះហើយគាត់ក៏មានបញ្ហាផុសតាងក៏យើងមានព័ត៌មានផ្សាយប្រងព្រាតរឿងនៅកំពង់ឆ្នាំងក៏យើងមានតែយើងអត់ចង់ហែកកកាយឲ្យច្រើនមានការអីខ្ញុំចង់ធ្វើការជាមួយគ្នាដោយឆន្ទៈដោយស្មោះត្រង់មិនចង់ហែកឲ្យច្រើនលឹះហ្នឹងតែខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាជេរទៅលើឈ្មោះស្អីគេស្អីមានពាក្យខ្លះខ្ញុំជេរស្អីសាក់សារ៉ាំងឈ្មោះប្របាក់ហាយពេកឈ្មោះសាក់សារ៉ាំងខ្ញុំអត់បដិសេធទេទីមួយខ្ញុំឃើញគាត់ហួសហេតុពេកខ្ញុំជេរប៉ុណ្ណឹងបងប្អូនឈឺតែបងប្អូននេះបុគ្គលសាក់សារ៉ាំងហ្នឹងធ្វើអំពើអាក្រក់មកលើប្រជាជនតើមានយល់អារម្មណ៍ថាប្រជាជនយើងខ្ញុំឈឺទេឈឺទេខ្ញុំនិយាយជ្រុលខ្ញុំទទួលស្គាល់ទី1ខ្ញុំបកស្រាយទី2ខ្ញុំទទួលទណ្ឌកម្មផ្លូវច្បាប់អត់សុខចិត្តដឹងបានខ្ញុំទទួលខុសត្រូវទាំងអស់និយាយកូនប្រុសនិយាយខុសហ៊ានទទួលណានិយាយខុសហ៊ានទទួលខ្ញុំអាចសុំទោសខ្ញុំអាចមិនទទួលសុំទោសអាចត្រឹងខ្ញុំបានបាទតែខ្ញុំចង់បញ្ជាក់ថាខ្ញុំនិយាយតែអំពីបុគ្គលទេខ្ញុំអត់បាននិយាយប៉ះពាល់ទៅដល់ស្ថាប័នទេសូមសំណូមពរឯកឧត្តមសេនីយ៍ទាំងឡាយនៅក្នុងស្ថាប័នអាវុធហត្ថកុំទាញករណីបុគ្គលមកកុំទាញស្ថាប័នមកបិទបាំងទង្វើបុគ្គលម្នាក់ខ្ញុំសូមអង្វរដោយទទូចខ្ញុំការពាររាជរដ្ឋាភិបាលគេជេរប្រមាថម៉ែឪរាល់ថ្ងៃក៏ដូចការពារស្ថាប័នជាតិគ្រប់ទាំងអស់មានហេតុផលអីដែលខ្ញុំប្រមាថស្ថាប័នណាមានហេតុផលអីខ្ញុំទទួលស្គាល់ខ្ញុំនិយាយលើសប៉ះបុគ្គលសាំងស្អីសាក់សារ៉ាំងហ្នឹងខ្ញុំទទួលស្គាល់គាត់មិនពេញចិត្តប្តឹងខ្ញុំបានបត់ជេរប្រមាថប្តឹងចុះតែខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់បានជេរប្រមាថស្ថាប័នកងរាជអាវុធហត្ថទេហើយបើខ្ញុំមានពាក្យណាមួយលើសសូមលោកពូសៅសខាយោគយល់អធិស្ឋានខ្ញុំមិនមានចេតនាទេពូខ្ញុំសុំទោសខ្ញុំហៅពូសៅសខាខ្ញុំអត់មានចេតនាប្រមាថពូប្រមាថស្ថាប័នពូទេពូមើលជីវិតក្មួយទៅឃើញហើយការពាររដ្ឋាភិបាលការពារថ្នាក់ដឹកនាំការពារស្ថាប័នជាតិទាំងអស់ពួកប្រឆាំងជេរម៉ែខ្ញុំជេរឪពុកខ្ញុំដូចហែកសពុតខ្ញុំមិនដែលតូចចិត្តទេតែបើខ្ញុំនិយាយលើខ្វះអីពូប្រាប់ទៅអាណាណែអាក្មួយនិយាយលើហើយ
ក្មួយឯងនិយាយចឹងអត់ត្រឹមត្រូវទេណាក្មួយកែណាអត់ធ្វើចឹងទេណាតែពូប្រាវពូចេញញ៉ាត់កោទោសខ្ញុំហាក់ដូចជាខ្ញុំផែងវណ្ណៈជាជនក្បត់ជាតិតែខ្ញុំមិនតូចចិត្តទេពូរស់នៅក្នុងដំបូលសន្តិភាពដើរកាត់ភ្លៀងខ្ញុំជួបរឿងអញ្ចឹងឆ្អែតហើយខ្ញុំមិនប្រកាន់ខ្ញុំមិនថាអីទេមិត្តភក្តិខ្ញុំខ្លះទេមកសិតតែមេ PM ថាអញសុំទោសធ្វើម៉េចបត់បញ្ជាថាបត់បញ្ជាត្រូវតែធ្វើតាមបាទឲ្យធ្វើចោះខ្ញុំអត់បដិសេធទេខ្ញុំជេរតែបុគ្គលសាក់សារ៉ាងហ្នឹងទេព្រោះវាឆ្លើយពេកឆ្លើយហួសហ្នឹងរឿងបុគ្គលថារឿងបើឧទាហរណ៍ថាបុគ្គលហ្នឹងខ្ញុំជេរបុគ្គលហ្នឹងប្តឹងខ្ញុំចោះឲ្យគាត់ប្តឹងខ្ញុំចោះតែខ្ញុំចង់បញ្យល់ទៅឯកឧត្តមពូសៅសុខាថាមួយម្នាក់នេះការពារស្ថាប័នជាតិការពារនាំការពាររដ្ឋាភិបាលអត់ហ៊ានថ្លើមធំទៅប្រមាថស្ថាប័នពូទេអត់ប្រមាថដាច់ខាតពូអត់មានទេបើសិនជាក្មួយម្នាក់នេះនិយាយលើសឲ្យក្មួយសុំទោសលោកពូសុំទោសដោយស្មោះពូតែក្មួយសុំអង្វរពូមេត្តាធ្វើម៉េចកុំអត់អោនឲ្យបុគ្គលដែលធ្វើខូចនៅក្រោមកងរាជអាវុធហត្ថនេះខ្ញុំលាក់បាំងច្រើនណាស់និយាយមិនចាំបានគុណសម្បត្តិពីពូទេណាមន្ត្រីនៅក្រោមពូខ្លះរស់ស៊ីរត់ពន្ធតំណែងពីវៀតណាមមកស្រុកខ្មែរអត់បង់ពន្ធឲ្យរដ្ឋក៏មានមន្ត្រីពូខ្លះកាងស្កេមអនឡាញក៏មានតែខ្ញុំមិនដែលហែកទ្រូងឲ្យក្អែកចាប់ដោយសារខ្ញុំយោគយល់មន្ត្រីទាំងអស់ហ្នឹងសូមឲ្យពូមេត្តាយោគយល់ខ្ញុំវិញខ្លះបើសិនជាខ្ញុំនិយាយលើសលួសហើយពូយល់ថាមិនព្រោះស្ដាប់ណាខ្ញុំម្ដងទៀតសូមទោសពូសូមដោយ